ជំរាបសួរបងប្អូនទស្សនិកសនិកជនលោកស្រីទាំងអស់ញៀវជាតិនិងអន្តរជាតិថ្ងៃនេះសមាគមយុវអ្នកអភិរក្សវប្បធម៌ការពារវប្បធម៌ខេមរៈយើងខ្ញុំបានសហការជាមួយសមាគមសិល្បៈអប្សរាលើកយកល្ខោនខោលក្នុងឈុតរឿងរាមកេរ្តិ៍មកសម្ដែងជូនហើយជាក៏ក្នុងចិត្តរបស់ខ្ញុំជាការខ្លាចបាត់បង់នៅទម្រង់ល្ខោនខោលល្ខោនបុរាណល្ខោនប្រពៃណីគេរស់រវើកជានិច្ចចំណែកឯល្ខោនខោលយើងខ្ញុំនេះតែស្ទើរតែនឹងបាត់បង់ទៅហើយដូច្នេះខ្ញុំសូមប្រិយមិត្តភ្ញៀវជាតិអន្តរជាតិទាំងអស់សូមលោកមេត្តាជួយលើកស្ទួយនៅទម្រង់ល្ខោនខោលរបស់យើងខ្ញុំដែលនៅសល់តិចតួចជាទីបំផុតបាទសូមអរគុណដើរពីជំនាញខ្ញុំបាទឈ្មោះតចម្រើនអាយុ19ឆ្នាំតួយៈពលខ្ញុំបាទឈ្មោះអវណេតអាយុ18ឆ្នាំតួយៈពលខ្ញុំបាទឈ្មោះនិមលឆវ័នមានអាយុ25ឆ្នាំតួយៈមេខ្ញុំឈ្មោះចាមស្រីលះអាយុ16ឆ្នាំតួអប្សរាសជំរាបសួរនេះខ្ញុំឈ្មោះខួនសមានតីតួអប្សរាអាយុ16ឆ្នាំនេះខ្ញុំឈ្មោះខាងកញ្ញាអាយុ17ឆ្នាំតួអប្សរាខ្ញុំបាទឈ្មោះខែតងឌីអាយុ17ឆ្នាំតួស្វាពលបាក់លងថេកអាយុ15ឆ្នាំតួស្វាពលខ្ញុំបាទឈ្មោះទេសុខនអាយុ20ឆ្នាំតួនេសេដាខ្ញុំបាទឈ្មោះភារតអាយុ18ឆ្នាំតួខ្ញុំតែកលាខ្ញុំបាទឈ្មោះច័ន្ទមុនវត្តអាយុ18ឆ្នាំតួព្រះលក្ខបាទខ្ញុំបាទក៏សូមជម្រាបសួរខ្ញុំបាទឈ្មោះពងសុខេមអាយុ18ឆ្នាំតួឯកអង្គុតខ្ញុំបាទឈ្មោះខុនច័ន្ទស៊ីណាគឺជាតួអង្គព្រាមខ្ញុំបាទឈ្មោះស៊ីនវាឌីអាយុ18ឆ្នាំជាតួអង្គហនុមានខ្ញុំបាទឈ្មោះយ៉ងសវណ្ណតួអង្គស្មាស់ចំពោះពៀនអាយុ17ឆ្នាំខ្ញុំបាទឈ្មោះរេបន្ថាខ្ញុំបាទឈ្មោះសុបលីណាខ្ញុំបាទឈ្មោះមើលលីណាខ្ញុំបាទឈ្មោះព្រំភិរមខ្ញុំបាទឈ្មោះសុបសក្ការៈជាក្រុមតន្ត្រីប្រគំសម្រាប់កំដរវងល្ខោនខោល